តើលោកអ្នកនឹងទេថាប្រេង Unity 3 របស់ Kubota មានលក្ខណៈពិសេសបែបណាខ្លះមិនថាប្រើជាមួយនឹងម៉ាស៊ីនច្រូតស្រូវឬប្រើជាមួយនឹងត្រាក់ទ័រមានគុណសម្បត្តិពិសេសជាងប្រភេទប្រេងទូទៅបែបណាខ្លះតោះទៅមើលទាំងអស់គ្នាជំរាបសួរជួបជាមួយខ្ញុំក្នុងកម្មវិធីដៃគូមើលថែម៉ាស៊ីនថ្ងៃនេះខ្ញុំនឹងមកបកស្រាយការសង្ស័យសម្រាប់លោកអ្នកដែលបានសាកសួរថាហេតុអ្វីបានជាគ្រឿងចក្រ Kubota ចាំបាច់ត្រូវប្រើប្រេង Unity 3 តែប៉ុណ្ណោះជាដំបូងមកមើលទាំងអស់គ្នាថាប្រេង Unity 3 ដែលចាក់ចូលមានតួនាទីអ្វីខ្លះតួនាទីទី1គឺជួយរំអិលទៅដល់ប្រព័ន្ធពីញ៉ុងលេខតួនាទីទី2ជាប្រេងប្រាំងតួនាទីទី3ជាប្រេង Hydraulic លក្ខណៈពិសេសរបស់ប្រេង Unity 3 ដែលប្រើប្រាស់បានគ្រប់ដណ្ដប់ទាំងអស់មាន3ប្រព័ន្ធគឺ 1. គុណសម្បត្តិពិសេសក្នុងការជួយរំអិលគ្រឿងបរិក្ខាររបស់ប្រព័ន្ធបញ្ចូលលេខដែលត្រូវធ្វើការធ្ងន់ប្រេង Unity 3 ជួយការពារភាពសឹករបស់គ្រឿងបង្គុំនិងជួយពន្យាអាយុកាលរបស់ពីដាងនិងធ្វើឲ្យគ្រឿងចក្រធ្វើការបានយ៉ាងរលូននិងមិនមានសំឡេងឮខ្លាំង 2. ប្រេង Unity 3 មានតួនាទីជាប្រេង Hydraulic ដែលប្រើក្នុងប្រព័ន្ធបញ្ជាបត់ហើយនិងប្រព័ន្ធបញ្ជាលើកឧបករណ៍គុណសម្បត្តិពិសេសរបស់ប្រេង Unity 3 គឺមានកំហាប់ស័ក្តិសមជាមួយនឹងគ្រឿងចក្រ Kubota ទោះបីជាអាកាសធាតុក្តៅក៏ដោយប្រេងនៅរក្សាកំហាប់បានល្អមិនធ្វើឲ្យប្រព័ន្ធធ្វើការលើបន្ទុកខ្លាំងម្យ៉ាងទៀតជួយកាត់បន្ថយពពុះនៅក្នុងប្រព័ន្ធប្រេង Hydraulic ធ្វើឲ្យគ្រឿងចក្រធ្វើការបានយ៉ាងស្ងាត់ល្អនិងរក្សាសីតុណ្ហភាពដែលស័ក្តិសម 3. ប្រព័ន្ធប្រាំងរបស់ត្រាក់ទ័រ Kubota ជាប្រភេទចានប្រាំងត្រាំប្រេងហើយធ្វើការពេញប្រសិទ្ធភាពអាស្រ័យទៅលើគុណភាពប្រេងជាពិសេសប្រេង Unity 3 ជួយឲ្យការជាន់ប្រាំងមានប្រសិទ្ធភាពខ្ពស់មិនមានសំឡេងឮខ្លាំងខណៈពេលប្រើប្រាស់ម្យ៉ាងទៀតជួយការពារសំណឹករបស់ស្បែកប្រាំងនិងហ្វឺតកៅស៊ូកាត់បន្ថយការលេចជ្រាបរបស់ប្រេងនិងធ្វើឲ្យគ្រឿងចក្ររបស់លោកអ្នកប្រើប្រាស់បានយូរជាងមុនចំណុចទាំងអស់ខាងលើនេះរបស់ប្រេង Unity 3 របស់ Kubota មានគុណសម្បត្តិពិសេសទាំងអស់3ប្រព័ន្ធគឺដើម្បីជួយឲ្យគ្រឿងចក្ររបស់លោកអ្នកប្រើប្រាស់បានយ៉ាងសម្បូរបែបចំណុចណែនាំសំខាន់ប្រសិនបើអ្នកប្រើប្រាស់ប្រេងទូទៅដែលមិនមានលក្ខណៈសម្បត្តិទាំង3ប្រភេទនេះអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់គ្រឿងចក្ររបស់លោកអ្នកអាចខូចខាតបានហើយនឹងត្រូវខាតថ្លៃចំណាយការជួសជុលនៅក្នុងថ្ងៃខាងមុខជាមិនខានដូច្នេះយើងសូមណែនាំឲ្យអតិថិជនជ្រើសរើសប្រើប្រេង Hydraulic Unity 3 របស់ Kubota ដើម្បីការពារគ្រឿងចក្ររបស់លោកអ្នកឲ្យប្រើប្រាស់បានយ៉ាងពេញប្រសិទ្ធភាពសម្រាប់អ្នកដែលប្រើប្រាស់ប្រេង Unity 3 សូមថតរូបយកមកបង្ហាញនៅក្នុង comment នេះបានជាចុងក្រោយសូមផ្ដាំផ្ញើទៅដល់អតិថិជនគ្រប់រូបអាចយកចំណុចល្អៗទៅប្រើប្រាស់ឲ្យត្រូវតាមវិធីដែលបានណែនាំនេះហើយសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាសូមអរគុណសម្រាប់ការតាមដាននៅคลิปវីដេអូនេះកុំភ្លេចចុច like ចុច share វីដេអូនេះដើម្បីកុំឲ្យខកខាននៅវីដេអូល្អៗពី Kubota សូមអរគុណ